nhiệt nhôm trôi chạm tục thà phơi che bát tét nở sò đấy lên là bánh sra sấy tàng đấy tàng tét rần po nhiệt nhôm và chia với po để san cho tiêu độc anในขนมថ្ងៃនេះខ្ញុំកាលណាថ្មភាពសូមលើកយកនៅមនុស្សដែលមិនគួរសេពគប់មាន4ប្រភេទហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនៅក្នុងសុត្តន្តពិតកលេខ19ទំព័រ78លេខបាលីថាចាតារោមេកហបតិពុទ្ធៈអមិតាមេត្តាបដិរូបកាវេធិតពាអសេចក្ដីថាមនីកហបតិពុទ្ធមនុស្សដែលមិនគួរសេពគប់មាន4ប្រភេទទី1គឺមនុស្សគិតតែប្រយោជន៍ខ្លួនឯងទី2គឺមនុស្សល្អតែពាក្យសម្ដីទី3គឺមនុស្សដែលនិយាយចាក់បណ្ដោយគឺមនុស្សហៃអើទី4គឺមនុស្សដែលនាំឲ្យយើងទៅកាន់ផ្លូវអន្តរាយគឺមនុស្សដែលនាំឲ្យយើងទៅកាន់ផ្លូវវិនាសមនុស្សគិតតែប្រយោជន៍ខ្លួនឯងគឺមនុស្សដែលមានភ័យមានអន្តរាយមានអាសន្នទើបមកនិយាយល្អទើបមកនិយាយអែបអបមកជួយធ្វើកិច្ចការធុរៈរបស់យើងទី2គឺមនុស្សល្អតែពាក្យសម្ដីគឺមនុស្សប្រភេទបែបនេះគឺពេលដែលយើងពឹងពេលដែលយើងត្រូវការពេលដែលយើងចង់ឲ្យគេជួយអ្វីណាមួយដូចជាការខ្វះខាតនៅលុយកាក់ប្រាក់កាសអ្វីណាមួយយើងចង់ទៅជ័យគេណាហាមកជ័យគេមិនតាន់ហាផងគេនិយាយហេតុនិយាយផលនិយាយយកលេះយើងចង់ជ័យនៅសម្ភារៈប្រើប្រាស់ឬអ្វីណាមួយជាដើមហ្នឹងគឺរកហេតុផលបាត់នេះបាត់នោះគឺយើងពឹងប៉ាំងអាស្រ័យអ្វីមិនបានតែម្ដងណាមនុស្សដែលនិយាយចាក់បណ្ដោយគឺមនុស្សដែលនិយាយហៃអើពេលដែលយើងធ្វើអាក្រក់ក៏ហៃអើទៅតាមយើងដែរពេលដែលយើងធ្វើល្អក៏ហៃអើទៅតាមយើងដែរគឺថាអត់មានការវិក្រោះអត់មានការវិភាសាអត់មានការនិយាយទៅតាមហេតុផលភាសាវិក្រោះជាមួយយើងហើយពេលនៅក្នុងទីចំពោះមុខគឺបរនីគុណបរនីសេចក្តីល្អសរសើរលើមេឃលើកាយទាំងសមត្ថភាពយើងមិនមានផងក៏សរសើរប៉ុនបរនីតោបរនីនៅសេចក្តីមិនល្អក្នុងទីកំបាំងមុខណាហើយមនុស្សប្រភេទទី4មនុស្សដែលនាំឲ្យយើងទៅកាន់ផ្លូវវិនាសប្រជុំគ្នានឹងការញ៉ាំនៅសូរ៉ាសេពនៅគ្រឿងបញ្ញាឬក៏ដល់លេងខកកាយតាមច្រកលហកឬទៅតាមទៅមើលនៅដូរតន្ត្រីមហោស្រពខកកាលខកវេលានាំឲ្យយើងទៅឡើងភ្នំលេងនៅលបែងភ្នល់ជាដើមដល់ឲ្យទោសនៃការសេពនៅគ្រឿងស្រវឹងញៀននាំឲ្យយើងមានទោសដូចជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនៅក្នុងសុត្តន្តពិតកលេខ19គឺភឹកស្រាញ៉ាំនៅគ្រឿងស្រវឹងអាចនឹងនាំឲ្យទោសដូចជាខូចខាតទ្រព្យសម្បត្តិនៅក្នុងទីចំពោះមុខតែម្ដងស្រានាំឲ្យយើងឆ្លុះតោះតែងខ្វែងគំនិតគ្នាពេលដែលស្រាមិនតន់ចូលស្រាមិនតន់ជ្រាបជ្រៅទៅប្រមាណណាគឺនៅបងនៅអូនប៉ុន្តែពេលដែលស្រាជ្រាបជ្រៅទៅឡើងបងឡើងអូនណាគឺទៅតឹងទៅតែស្រានាំឲ្យយើងកើតរោគហូតឃ្លាតសួតពឹកស្រាបង្ហាញនៅភាពកែខ្មាស់ស្រានាំឲ្យយើងអន់ថយបញ្ញាអន់ថយនៅសតិសញ្ញាស្មារតីហើយមនុស្សប្រភេទដែលនាំឲ្យយើងទៅលេងល្បែងភ្នល់ញាតិញោមចូលចាំទុកថាភ្លើងឆេះផ្ទះនៅសល់ដីលេងល្បែងស្រាស្រីអស់ទាំងដីអស់ទាំងផ្ទះថ្ងៃនេះគ្រាន់តែលើកយកនៅមនុស្សដែលមិនគួរសេពគប់4ប្រភេទទី1គឺមនុស្សគិតតែប្រយោជន៍ខ្លួនឯងទី2មនុស្សល្អតែពាក្យសម្ដីទី3គឺថាមនុស្សដែលនិយាយចាក់បណ្ដោយគឺមនុស្សហៃអើយើងធ្វើអាក្រក់ក៏ហៃអើអាក្រក់ល្អក៏ហៃអើបរនានៅសេចក្តីល្អសរសើរក្នុងទីចំពោះមុខប៉ុននិយាយអាក្រក់និយាយដើមក្នុងទីកំបាក់មុខមនុស្សប្រភេទទី4ដែលមិនគួរសេពគប់គឺនាំឲ្យយើងទៅលេងល្បែងស្រីស្រាដល់លេងខុសកាលតាមច្រកលហោនាំយើងទៅឡើងភ្នំលេងល្បែងភ្នល់កាស៊ីណូនាំឲ្យយើងញ៉ាំញៀននៅគ្រឿងស្រវឹងជាដើមណាដូច្នេះហើយគឺប៉ុណ្ណឹងសូមអនុមោទនា